ស្ដីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះយើងមកហាត់ធ្វើចំណោទបាទចំណោទទី1ដែលនឹងលោកគ្រូនឹងបញ្យល់ឥឡូវយើងអានស្មើណាដើម្បីឲ្យដឹងហើយយើងស្វែងយល់ទៅលើសំណួរតើគេសួរអំពីអ្វីហើយយើងចាប់ដើមមើលបងណាបូណាមានផ្លែឪឡឹក1/10ណាកូនណាបូណាមានផ្លែឪឡឹក1/10ម្ដាយឲ្យឪឡឹក3/10ទៀតទៅបូណាតើបូណាមានឪឡឹកទាំងអស់ប៉ុន្មានភាគណាកូនណាចឹងសាថ្មីបូណាមានផ្លែឪឡឹក1/10បើន័យថាឪឡឹកទាំងមូលហ្នឹងពុះជា10ចំណិតណាកូនណាពុះជា10ចំណិតហើយម្ដាយឲ្យឪឡឹក3/10ទៀតទៅបូណាចឹងសំណួរសួរថាតើបូណាមានឪឡឹកទាំងអស់ប៉ុន្មានភាគបាទចឹងយើងនិយាយតែភាគយើងទីកូនណាដោយសារឪឡឹកទាំងអស់ហ្នឹងវាមាន10ចំណិតហើយទី1បូណាមាន1ហើយបន្ទាប់មកម្ដាយឲ្យឪឡឹកហ្នឹង3ទៀតបានន័យថា1ចំណិតនិង3ចំណិតកូនគិតមើលថាទាំងអស់មានប្រមាណចំណិតបាទទាំងអស់មាន4ចំណិតគឺ4/10តែយើងធ្វើម៉ោងវិធីអីកូនម៉ោងវិធីបាទម៉ោងវិធីបូកគឺឲ្យបានន័យថាថែមគឺជាលេខបូកណាកូនណាអញ្ចឹងយើងអាចរកបាទគាត់រកបៀបឆ្លើយលោកគ្រូសរសេរតាមរបៀបណាទី3អីហ្នឹងណារកបៀបឆ្លើយលេខប្រភេទមិនសូវជាចាំបាច់ប្រមាណវិធីប៉ុន្មានទេដែលលោកគ្រូទម្លាប់សរសេរគ្រូក៏សរសេរទៅរមានវិធីណាមិនទៅស្អាតទេអញ្ចឹងគាត់រកអីគាត់នេះរកភាគណាឬរកភាគឪឡឹកដែលបូណាទទួលបានឬក៏មានទាំងអស់រកភាគគាត់ណារកភាគឬក៏រកចំណែកបាទយើងដាក់ពីមកទៀតរកចំណែកឪឡឹកឬក៏ភាគឪឡឹកចំណែកឪឡឹកណាឪឡឹកយ៉ាងម៉េចបាទឪឡឹកហ្នឹងគឺរបស់បូណាណាឪឡឹកបូណាទទួលបានឬក៏មានទាំងអស់បូណាមានទាំងអស់ថែមខាងលើមកទៅលោកគ្រូខ្ជិលទៅខាងក្រោមបាទទាំងអស់ហ្នឹងណាទាំងកូនសរសេរជារបស់នៅកន្លែងហ្នឹង1/3ណាកូនណារលឹកដែលបូណាមានដំបូងហើយម្ដាយបន្ថែមឲ្យណាឲ្យ3/10ជាងដូច្នេះលោកគ្រូយកវាមកធ្វើទៅក្នុងប្រមាណវិធីកន្លែងឯលេខកូនណានេះចាំដាក់ចម្លើយរួមតែមួយទៅអញ្ចឹងដោយសារប្រភេទនេះគឺជាប្រភេទដែលមានភាគបែងដូចគ្នាអាយ៉ាលោកគ្រូសេខុសកូនបាទ12អញ្ចឹងគឺភាគ10ដូចគ្នាអញ្ចឹងបូកប្រភេទដែលមានភាគដូចគ្នាអញ្ចឹងភាគបែងដូចគ្នាអញ្ចឹងយើងបូកតែភាគយកនិងភាគយកគឺ1បូកនឹង3យើងសេភាគបែងរួមណាភាគបែងទុកដដែលណាកូនណាអញ្ចឹង10នៅដដែលយើងបូកតែ1និង3ភាគយកបាន4ដូច្នេះ1/10បូក3/10ស្មើ4/10បាទត្រឹមត្រូវណាកូនណាអញ្ចឹងយើងចូលទៅឆ្លើយថាណាកូនណាបាទឆ្លើយថាឆ្លើយតាមសំណួរកូនណាបូណានេះកូនណាបូណាមានឪឡឹកបូណាមានឪឡឹកប៉ុន្មានគាត់មានឪឡឹកទាំងអស់បាទទាំងអស់គ្រូប្រអប់មកបាទគុណប្រើបន្ទុកគាត់ណាគ្រូគូនៅក្នុងទូរស័ព្ទទេ4បាទ4/10គឺ4/10ឬយើងទៅសេជាអក្សរបាទ4/10ណាបងណាខាន់បាទនេះទាំងអស់ប៉ុន្មានភាគណាបងទាំងអស់ប៉ុន្មានភាគអញ្ចឹងទាំងអស់4/10ឬ4/10ឬយើងទៅសេតែ4ភាគក៏បានដែរកូនបាទ4/10អរគុណអញ្ចឹងយើងទៅហាត់ធ្វើចំណោទទី2ទាំងអស់គ្នាកូនណាចំណោទទី2មីងសារឹមទិញប្រេងកាត1ធុងគាត់លក់លើកទី1អស់2/13ភាគ13អញ្ចឹងមកន័យថាមួយធុងហ្នឹងគាត់វាមានចំណូល13អីចឹងយើងឧទាហរណ៍ណាបាទ13លីត្រអីចឹងទៅមួយធុងហ្នឹងអញ្ចឹងវា13ចំណែកហើយគាត់លក់លើកទី1អស់2ចំណែកឧទាហរណ៍ថា2លីត្រគាត់ណានិងលើកទី2អស់7/13បាទ
នៃប្រេងទាំងអស់ដែលទិញមកណាកូនណាលើកទី1អស់2ភាគលើកទី2អស់7ភាគយើងនិយាយតែភាគយកទៅណាភាគតែគេយកលក់2ភាគលើកទី1ភាគ2អស់7ភាគអញ្ចឹងមកន័យថាលក់ពីហ្នឹងអស់9ភាគណាលោកគ្រូគិតឲ្យគុណមួយលើកូនណាគិតអញ្ចឹងណាអញ្ចឹងសំណួរគេសួរថាតើប្រភេទនៃប្រេងកាតកូនណាតើប្រភេទនៃប្រេងកាតដែលគាត់លក់ទាំងពីរលើកស្មើនឹងប៉ុន្មានអញ្ចឹងគេចង់ដឹងពីចំណុះនោះណាចំណុះដែលគិតជាប្រភេទតើលក់អស់ប៉ុន្មានភាគនេះគេសួរតែមួយផងកូនគេអត់សួរថានៅសល់ទេបើគេសួរនៅសល់យើងរកឃើញអាលក់អស់ហើយយើងយកអាសរុបមក13ភាគ13ដកទៅឃើញហើយតាអញ្ចឹងយើងចូលទៅសេទៅកូនណាបាទអញ្ចឹងកូនដាក់របៀបឆ្លើយដូចជាធំណារបៀបឆ្លើយបាទប្រមាណវិធីបាទតាកូនអញ្ចឹងរកកូនណាតើរកអ្វីអញ្ចឹងប្រភេទគេតាំងរួចហើយ2ភាគ3លើកទី1នៃប្រេងទាំងអស់លើកទី2 7ភាគ13នៃប្រេងទាំងអស់អញ្ចឹងយើងមើលសំណួររកប្រភេទនៃប្រេងកាតដែលគាត់លក់ទាំងពីរលើកនេះគេសួរស្រាប់ប៉ុណ្ណោះយើងសួររកទេអញ្ចឹងគូសេតូចបន្តិចរកបាទប្រភេទណាប៉ុន្តែរកតាមនឹងគាត់ណាស្វែងយល់ឲ្យហាត់ធ្វើរកប្រភេទនៃប្រេងកាតនៃប្រេងកាតដែលបាទដែលគាត់គូសេជំខំមកទៅដែលគាត់លក់ទាំងពីរលើកស្មើនឹងបាទលក់ទាំងពីរលើកបាទចឹងយើងទៅសេរបស់នេះមកកូនរបស់លេខ2ភាគ3និង7ភាគ13ណា2ភាគ13និង7ភាគ13អញ្ចឹងកាលណាគេចង់រកចំនួនសរុបចឹងកូនណាសរុបទាំងពីរគេធ្វើម៉ាំធីអីកូនបាទធ្វើម៉ាំធីបូកអញ្ចឹងយើងសេបូកមកគឺដំបូងគេ2ភាគ13បន្ទាប់មកលក់លើកទី2 17កូននេះណា17ភាគ13ពូចិត្តថាខំមកយេ7ភាគ13បាទអញ្ចឹងយើងអាចសរសេរវាជាអាចលេខគឺប្រមាណវិធីនៅខាងប្រមាណវិធីបាទលោកគ្រូសរសេរហើយ2ភាគ13កូនណាបូកនឹងប៉ុន្មានបូកនឹង7ភាគ13បាទលោកគ្រូសួរកូនគិតតើប្រភេទហ្នឹងគឺជាបូកប្រភេទយ៉ាងដូចម្ដេចបាទប្រភេទហ្នឹងគឺជាប្រភេទដែលបូកមានភាគបែងដូចគ្នាអញ្ចឹងគេសរសេរភាគបែងរួមហើយគេបូកតែបាទបូកតែភាគយកនិងភាគយកអញ្ចឹងនៅ13ដដែលអញ្ចឹង2បូកនឹង7ស្មើនឹង9ដូច្នេះស្មើនឹង9ភាគ13កូនឆ្លើយថាបាទឆ្លើយថាឆ្លើយតាមសំណួរកូនណាចាំប្រភេទនៃប្រេងកាតដែលគាត់លក់ទាំងពីរលើកបាទប្រភេទនៃប្រេងកាតបាទដែលគាត់លក់ទាំងពីរលើកណាលក់ទាំងពីរលើកស្មើនឹងបាទស្មើនឹងប្រមាណទេកូនបាទ9ភាគ13សញ្ញាខណ្ឌកូនណាបាទ9ភាគ13បើន័យថាអស់9ក្នុងចំណោម13អរគុណអញ្ចឹងយើងទៅហាត់ធ្វើចំណោទទី3ទាំងអស់គ្នាចំណោទទី3ណោះយើងមកហាត់អានចំណោទទី3ទាំងអស់គ្នារួចសូមយើងធ្វើកូនណាសុខាលាបរបងផ្ទះនៅពេលព្រឹកបាន1ភាគ5ណា5ចំណែកណា5ផ្នែកអញ្ចឹងគេលាបបាន1ផ្នែកនៅពេលព្រឹកនៅពេលល្ងាចលាបបាន3ភាគ5នៃរបងទាំងអស់ចឹងវាមាន3កំណាត់5កំណាត់ណាពេលព្រឹកលាបបាន1កំណាត់ហើយពេលល្ងាចលាបបាន3កំណាត់ទៀតណា3ភាគទៀតនៃរបងទាំងអស់ចឹងចិត្តហើយគាត់ណា3និង1 4អញ្ចឹងសរុបទៅបាន4ផ្នែកណា4ភាគ4កំណាត់តើប្រភេទនៃរបងដែលសុខាបានលាបស្មើនឹងប៉ុន្មានណាគាត់ណាចឹងមើលសំណួរច្បាស់ហើយអានឲ្យចេះណាតើប្រភេទនៃរបងដែលសុខាបានលាបស្មើនឹងប៉ុន្មានបាទស្មើនឹងប៉ុន្មានគាត់អញ្ចឹងយើងចាប់ផ្ដើមធ្វើគាត់ណា
បាទរបៀបឆ្លើយនេះណាបាទប្រមាណវិធីតាគុណរកអីគុណមើលសំណួរគុណណារកពភានេះគេសួរស្រាប់ហើយយើងរកពភានៃរបងរកប្រភានៃរបងយ៉ាងម៉េចគុណដែលសុខាបានលៀបដែលសុខាបានលៀបគុណណាបានលៀបស្មើនឹងប្រមាណអញ្ចឹងដោយពេលព្រឹកណាអញ្ចឹងសំណួរទាំងអស់សុទ្ធតែជាសំណួរមកវិធីបូកពីព្រោះគេរកសរុបចំនួនឬក៏ប្រភេទពេលព្រឹកគឺ1/5ណាគុណណាហើយល្ងាចបន្ថែមលៀបបាន3/5អញ្ចឹងគឺបូកទៅណាតាអញ្ចឹងយើងសរសេរវានៅក្នុងកន្លែងមកវិធីជាឯកលេខ1/5បូក3/5ដូចមុនដែរកូនប្រភេទហ្នឹងមានភាគអីដូចគ្នាបាទមានភាគបែងដូចគ្នាអញ្ចឹងគឺជាប្រមាណវិធីបូកដែលមានភាគបែងដូចគ្នាយើងធ្វើម៉េចកូនបាទយើងសរសេរភាគបែងរួមដើម្បីបូកស្អីគេបូកតែភាគយកនិងភាគយកតោះអញ្ចឹងស្មើភាគបែងដដែលភាគយក1បូក3បាទបាន4អញ្ចឹងដូច្នេះស្មើ4/5ណាសរុបបាទឆ្លើយថាបាទឆ្លើយថាយ៉ាងម៉េចគុណឆ្លើយថាប្រភេទនៃរបងប្រភេទនៃរបងដែលសុខាបានលៀបស្មើនឹងគាត់ណាបានលៀបរបងស្មើនឹងបាទស្មើនឹងយ៉ាទុយជ្រុលគាត់ណាស្មើនឹង4/5គាត់ណាស្មើនឹង4/5ខាន់គាត់ណាស្មើនឹង4/5ប្រភេទនៃរបងដែលសុខាបានលៀបស្មើនឹង4/5ហ្នឹងគេអត់ដាក់សំណួរមួយទៀតផងណាគឺសំណួរដែលនៅសល់ប៉ុន្មានភាគដែលមិនទាន់លៀបគឺនៅសល់មួយផ្នែកអញ្ចឹងដើម្បីឃើញមួយផ្នែកគឺយកភាគទាំងអស់បានគុណបាទភាគទាំងអស់គឺហ្នឹង5/5ដកភាគដែលបានផាត់រួចគឺ4/5ដូច្នេះវានឹងនៅសល់1/5ណាគុណណាអាហ្នឹងបើសិនជាគេចង់សួរកូនភាគដែលនៅសល់បាទអរគុណអញ្ចឹងលោកគ្រូនាំកូនហាត់ធ្វើចំណោទហ្នឹងសល់ប្រហែលកូនហាត់ធ្វើដោយខ្លួនឯងណាកូនណាបាទហាត់យូរទៅគង់តែចេះកូនបាទព្យាយាមអរគុណច្រើនសួស្តីបងប្អូនកូនសិស្សទាំងអស់គ្នាអញ្ចឹងមេរៀននៅពេលនេះគឺវិធីដកប្រភេទមានភាគបែងដូចគ្នាចំណងជើងនេះយើងបានរៀនមួយសារហើយកាលពីថ្នាក់ទី4ណាកូនណាអញ្ចឹងនៅពេលនេះមិនជាពិបាកទេឥឡូវយើងចូលរៀនតែម្ដងយ៉ាងណាក៏ដោយក៏យើងត្រូវតែប្រឹងរៀនបាទព្រោះពីមួយកម្រិតទៅមួយកម្រិតវាមានភាពគេថាច្រើនពិបាកជាងមុនបន្តិចអញ្ចឹងណាប៉ុន្តែយើងត្រូវតែចេះចាស់សំដែងគាត់ណាតោះយើងចាប់ដើមវិធីដកប្រភេទមានភាគបែងដូចគ្នាសំហាត់ក5/6ដក3/6អញ្ចឹងជាទូទៅកាលណាភាគបែងដូចគ្នាយើងដកតែភាគយកនិងភាគយកណាគាត់ណាអញ្ចឹង5ដក3នៅសល់2ណាហើយ6ដក6អត់ដកទេភាគបែងគឺទឹកនៅដដែលអញ្ចឹងលោកគ្រូបង្ហាញខាងលើខាងក្រោមគេបង្រៀនកូនណាអញ្ចឹងដើម្បីដកដំបូងកូនទៅសេភាគបែងនៅដដែលហើយយើងដកភាគយកនិងភាគយក5ដក3នៅសល់2អញ្ចឹងឃើញ2/6ចំមិនបាន1/3កូនបាទដោយសារចម្លើយដែលអាចបង្រួមបានគឺគេបង្រួមរហូតទៅដល់ណាប្រភេទដែលបង្រួមមិនបានអញ្ចឹងគេបង្រួមយ៉ាងម៉េចបាទគេដោយសម្រួលប្រភេទអញ្ចឹងតើ2ចែកនឹងប្រមាណបានហើយ6ក៏ចែកនឹងប៉ុណ្ណឹងបានដែរទើបអាចសម្រួលបានអញ្ចឹង2ចែកមកកូនសាក់ទីមើលមានតែ2ហើយនឹង1ទេអញ្ចឹងប្រហែលជា2អញ្ចឹង2ចែកហ្នឹងណាចែកហ្នឹង2ចែកនឹង2បាន1ដងណា1 2ដង2វិញអញ្ចឹង6ក៏ត្រូវចែកនឹង2ដែរអញ្ចឹង6ចែកនឹង2បាន3ដង3 2ដង6ឃើញទេអញ្ចឹងចម្លើយរបស់វា5/6ដក3/6ស្មើត្រឹមតែ1/3បាទ1/3
chẳng dương mưa dương mà hạt phơi làm hạt kho và to tiết bà làm hạt kho bay phía 4 đó mùi phía buồn chẳng đang bay đó phía bài được nên chẳng con rơi từ xe vía và phía bài ruống buồn và hai những đọ tại phía giờ tê bay đó môi sáng vì phía buồn sầm nô số thả ta phía buồn nắng đọ bàn thì ác hơn bà mình đọ bàn tê sầm rô bàn át sầm rô bàn chẳng mấy pi chạy những pi bàn mùi đó hai 4 có chạy những pi bàn đài tôi đã chạy bàn được khi bàn sầm rô bàn là hốt đó của phía một rô mình bàn chẳng buồn chạy những pi bán pi đó buồn rồi đấy chẳng hơi môi phía pi được nhé bay phía 4 đọ môi phía 4 má môi phía pi cờ mà còn một cờ cùng bay phía đập pi đọ 4 phía đắp vì bà nắm bay đọ phía đập phía bay được khía kia dễ phía bánh rùm mà đập pi hơi đọ tại phía giờ tê bằng bay đọ 4 6 buồn chẳng khơi 4 phía đắp vì 4 phía đập pi cứ chiประเภท đại bằng ruộng bàn chẳng là bay bằng ruộng kia sầm rùaยังmấy con đấy rồi chạy nâng chừng muốn đối rồi kia phía giờ chạy nâng mán phía bánh còn chạy nâng phấn và nồng trên được nông ní kia bằng hai thà 4 mà mùi bằng này thà 4 chạy nâng mán và 4 chạy nâng buồn chạy nâng 4 bàn muối đòn trước đó pi chạy 4 bàn ở tới tại bàn bờ bao những đồ lì dày đó pi chạy nâng 4 bàn 7 đòn 7 4 đòn đó đập pi được trên hái còn bay phía đập pi đo 4 phía đập pi mà mùi phía 7 chẳng còn anh nói chùm nằm phải nhặt bỏ kế đàm bấy đo pro phía đại miền phía bài đổi khía dương từ đo phía dớp nâng phía giờ đi ai phía bài tục nơi đó đây ba họ đo nô chia pro phía bằng ruộng bàn này nè bằng ruộng bán đôi chia 4 phía tập pi chẳng dương từ sầm rùa phía nụ và sầm rùa đói chạy nâng chùm luôn đối khía phía dớp nâng phía bài ta ăn sát mấy con nè họ chết đàm bấy đo pro phía đại miền phía bài đổi khía dương từ độ phía dớp nâng phía giờ đi ai phía bán tục nơi đó đây là ba họ độ nấu chia vào phía bằng ruộng bán và bằng ruộng bán dương từ sum rùa vào phía nụ đó dương mà xa hạt phơi được người ta ôn chố hai kịch tranh bàn đến nơi nữa ai kịch đuổi án là lùm hạt chố kẹt là nía họ đó vào phía hàng cào này còn đấy đó mới gốn trong phía bán cái đây là đại rồi nè buôn độ muối như sáu 7 và số bàn ớt ở đây hãy bàn ớt của việc admin chạy ấy bàn phóng 7 chạy 7 bàn chốt 5 chạy 7 ớt nhé ta kho 5 độ 7 nơi 6 vì phía của mùi số bàn ớt 3 này còn nè nhìn được hàng lưới của muối nè ba này phía của muối số sau muối phía bay cứ số nắng pì ta chẳng biết số nắng pì bàn muối hay vui số pì bán 7 chẳng chậm lại cứ muối phía 7 đọc 7 đọc 5 nơi sao mang con nơi sao 7 và 7 bọc 5 đọc 7 chẳng đọc 3 nơi đó đây đọc bàn thì con đấy một phây pi đọc 2 nơi sao đọc chân con ấy và đọc bộ đọc pi khi phây pi lỡ sam sập số bàn ớt bàn mang con đọc chạy màn bán đọc chạy đọc bán mùi chất sam sập chạy đọc bán 7 thuộc 7 đọc đâu về sáng sập đọc 7 đọc muối nơi sao mà có sọp pi nữa nè pi buộc đọc muối khi nào 7 bình sang 5 nơi đó đây ta tới mốc tiết chạy năng số bán nè vụ prap này lộ đang ngào sang 5 đọc một phây pi nơi sao đọc 7 đọc buộc một phây sang pi buộc 7 5 chứ khi sang 5 bình sai 7 nơi đó đây chứ nhưng mình ấy xong rồi tiếp vừa đọc 7 mình đang chạy của màn bàn đi con nè đó và to một lồng hạt chó một phây 4 đó đọc 5 mà mang con smá buồn được rồi đấy mà buồn bột 5 buồn bột đọc 5 mà phải 4 bình 5 nơi đó đây rồi bạn con 4 chạy nâng 4 bàn mùi để 5 đôi chữ ăn được rồi nữa ta mà phải vào muối đo mà phải muối đo đọc vào muối là con nó là sao mà sao 5 bột đọc vào muối cây mà phải muối lơ học sấp vì phây 4 đọc 4 nơi sao đọc mà rồi mà phây 5 nơi đó đây rồi phây 5 nơi sao mà rồi còn nè đọc phây 5 tới vì rồi mà phây 5 nơi đó đây xong rồi bạn ác con mày xong rồi đấy và ác con ố nơi làm hạt thì bị gì đó mặc cô của nó chỉ đợi nó nè đó
ចឹងកូនព្យាយាមហាត់ធ្វើខ្លួនឯងកូនណាបាទអរគុណហាត់ធ្វើនៅផ្ទះផង